ឈប់មើលរំលងទៅលើបញ្ហាការមករដូវបន្ទាយព្រោះវាមិនមែនជារឿងធម្មតាទេបងប្អូនវាជាសញ្ញាដែលអាចបញ្ជាក់ថាបងប្អូនកំពុងតែមានបញ្ហាមហារីកមាត់ស្បូនឬក៏បញ្ហាអត់កូនហេតុអីការមករដូវបន្ទាយណាគឺវាអាចមានការកាត់ឡើងពីការរកស្បូនមានកំណត់ឈាមដែលវាធ្លាក់អត់អស់នៅកោសិកាតួស្បូនណាមួយចាហើយទី2តកតងនឹងកត្តាអរម៉ូនរបស់យើងមានការប្រែប្រួលអតលយភាពហើយអ្វីដែលសំខាន់នៅពេលដែលបងប្អូនទុកបញ្ហាការមរដូវមិនទៀងទាត់នេះយូរខែយូរថ្ងៃក៏វាអាចបង្កផលរំខានគ្រោះថ្នាក់មួយអាចឡើងទៅជាដុំសាច់ឬក៏គិសប្រភេទគិសមានគិសប្រភេទគិសឈាមគិសសាច់ឬក៏គិសឈាមរដូវដែលវាមានការកកស្ទះនៅផ្នែកតួស្បូនដៃស្បូនបងប្អូនណាមួយអញ្ចឹងបញ្ហាទាំងអស់នេះវាមិនមែនជារឿងលេងសើចដែលបងប្អូនត្រូវសើចត្រូវសប្បាយចិត្តនៅពេលដែលមានការគៀងរដូវអត់មករដូវឬក៏រដូវមកមិនទៀងបែបនេះទេអញ្ចឹងអ្នកគ្រូសូមណែនាំទៅលើផលិតផលពិសេសមួយដែលផ្ដោតទៅលើបញ្ហាទាំងអស់នេះនៅពេលដែលបងប្អូនយកទៅប្រើប្រាស់ជួយឲ្យសុខភាពស្បូនបងប្អូនល្អអ្វីដែលពិសេសលើសពីនេះនៅពេលដែលបងប្អូនមករដូវមិនទៀងនៅពេលដែលបងប្អូនញ៉ាំវាចូលទៅជួយធ្វើឲ្យតុល្យភាពអរម៉ូនបងប្អូនមានការទៀងទាត់ឡើងមកវិញទេចាលាងសម្អាតពពួកមេរោគកោសិកាដែលជាកំណកកាកសំណល់ឈាមរដូវជាដើមដែលវាមានការសេះសល់ធ្លាក់អត់អស់គឺវានឹងជ្រុះលាងសម្អាតឲ្យបានល្អជួយឲ្យរដូវបងប្អូនមកទៀងទាត់ឡើងវិញល្អ